ថ្មីហ្នឹងខ្ញុំចាប់ដើមធ្វើពិសោធន៍ដូចមួយកូនសិស្សរបស់ខ្ញុំគឺមកពេលម៉ោងរៀនហ្នឹងគឺអត់ឲ្យប៉ះទូរស័ព្ទសោះហ្មងសូម្បីតែពេលចេញលេងអញ្ចឹងខ្ញុំដកទូរស័ព្ទគាត់ទុកដំបូងខ្ញុំឃើញពួកគាត់ដូចអាសេះអសល់ដូចនៅអត់សក់ហ្មងណាដល់មកពេលហើយមួយរយៈក្រោយមកខ្ញុំឃើញថាពួកគាត់ដូចរៀងប្រសើរជាងមុនដូចរៀងដឹងថាម៉ោងរៀនមកសាលាគឺត្រូវតែអត់ប៉ះទូរស័ព្ទទេអញ្ចឹងគាត់ដូចមានវិន័យមួយក្នុងការរៀនហើយឃើញថាការងាររបស់គាត់គឺបញ្ចប់បានឆាប់រហ័សជាងមុនអញ្ចឹងមានន័យថាទូរស័ព្ទពិតជាប៉ះពាល់ដល់ការយកចិត្តទុកដាក់រៀនរបស់សិស្សខ្លាំងមែនណាប៉ះពាល់ច្រើនសូម្បីតែដាក់ទូរស័ព្ទនៅក្បែរហ្នឹងគ្រាន់តែលឺមករើងចាប់ដើមចង់ឆែកមើលហើយតែបានឆែកមើលហើយជាប់រកមកមែនហ្នឹងបាទអញ្ចឹងហើយបានជាពុកម្ដាយគួរតែមានវិន័យនៅក្នុងការឲ្យកូនប្រើប្រាស់ទូរស័ព្ទដៃអញ្ចឹងពុកម្ដាយគួរតែប្រើនៅកម្មវិធី Net Block ដែលកម្មវិធី Net Block អាចជួយពុកម្ដាយបង្កើតនៅវិន័យទម្លាប់ល្អសម្រាប់កូនប្រើប្រាស់ទូរស័ព្ទដៃពុកម្ដាយអាចគ្រប់គ្រងការលេងហ្គេមរបស់កូនបានគ្រប់គ្រងការប្រើប្រាស់បណ្ដាញសង្គមរបស់កូនបានអាចដាក់ម៉ោងកំណត់នាទីការលេងហ្គេមឬបណ្ដាញសង្គមរបស់កូនបានដែរហ្នឹងចាចុះបើយើងចង់ដឹងថាតើរបៀបប្រើប្រាស់របស់ Net Block ធ្វើបែបណាទៅបាទចូល link below link ខាងក្រោមអញ្ចឹង link ខាងក្រោមនឹងជួយនាំយើងទៅកាន់របៀបនៃការប្រើប្រាស់ Net Block បានកាន់តែខ្ពស់បាយ